បាទសូមជម្រាបសាជាថ្មីជម្រាបសួរសាជាថ្មីនេះគឺភាគទី5នៃរឿងកំណើតខ្មែរកុម្មុយនីសភាគទី4ខ្ញុំបានពិពណ៌នាពីឆ្នាំ36មកដល់ឆ្នាំ41ដោយបានជម្រាបឲ្យថាឆ្នាំ1930លោកហូជីមិញគាត់រៀបចំបង្កើតបកកុម្មុយនីសឥណ្ឌូចិនដល់ឆ្នាំ1936លោកហូជីមិញនឹងបបួលសហសេវករបស់គាត់នឹងរៀបចំមេគាសកម្មភាពដើម្បីកសាងសហព័ន្ធឥណ្ឌូចិនឆ្នាំ1938-39សកម្មភាពបកកុម្មុយនីសឥណ្ឌូចិនចូលពីសៀមមករៀបចំនៅក្រុមបកខ្មែរអិសរៈដឹកនាំដោយប៉ុកខុនឆ្នាំ41ហូជីមិញបានចេញដំណើរសម្ងាត់ទៅកាន់តំបន់ប៉ាក់បូក្នុងខែឧសភាដើម្បីប្រកាសនៅការបើករណសេរីដើម្បីសេរីការជាតិវៀតណាមយើងហៅថាយើងមិញហើយនឹងឲ្យយើងមិញហ្នឹងទៅរៀបចំបង្កើតរណសេរីដើម្បីសេរីការជាតិឡាវហៅប្រទេសឡាវហើយនឹងនៅប្រទេសកម្ពុជាពួកយើងមិញនៃបកកុម្មុយនីសឥណ្ឌូចិនហ្នឹងណាមករៀបចំនៅអ្វីដែលហៅថារណសេរីដើម្បីសេរីការជាតិខ្មែរហើយក៏រៀបចំនៅសមាជិកក្រុមបកអិសរៈហ្នឹងឲ្យមានសកម្មភាពធំហើយនឹងបង្កើតក្រុមតូចៗ3ទៀតដែលនៅក្នុងនោះមានគណៈជាតិមន្តគិហាមជ្ឈិមនគរខ្មែរនេះជាដើមខ្ញុំបាទក៏បានគូសបញ្ជាក់ជូនលោកអ្នកហើយថាការរៀបចំខ្មែរអិសរៈtừខាងលិចនេះធ្វើឲ្យខ្មែរយើងនឹងភ័ន្តភាំងច្រឡំថាអូពួកនឹងពួកកាន់ជើងសៀមពួកប្រូសៀមអញ្ចឹងដល់មានទុកភ័យនៅក្នុងស្រុកខ្មែរហ្នឹងខ្មែរយើងមិនសូវចូលចិត្តចុះទៅស្រុកយួនទេហើយណាមួយទៅកូសាំងស៊ីនក៏ជាដែនដីដែលបារាំងកាន់កាប់អញ្ចឹងយើងរត់ទៅចូលពួកបាត់ដំបងពួកស្វាយដូនកែវពួកសៀមរាបឯងណាហើយក៏ស្មានតែយើងហ្នឹងទៅនៅជាមួយសៀមដែលការពិតយើងរត់ទៅចូលក្នុងទ្រូរបស់យួនបកកុម្មុយនីសឥណ្ឌូចិនគេរៀបនៅខាងនោះក្នុងសហប្រតិបត្តិការនយោបាយការបរទេសជាមួយនឹងរដ្ឋាភិបាលប្រទេសថៃឡង់ក្រោយពីបដិវត្តនៅស្រុកសៀមឆ្នាំ1932ណាយើងនឹងគឺជារឿងដែលប្រជាជនខ្មែរសូម្បីតែលោកឪពុកខ្ញុំអ៊ំខ្ញុំចាស់គាត់ដែលបានដឹងថាអិសរៈប៉ុកខុននឹងជាអិសរៈយើងមិញទេណាហើយការសិក្សាក្រោយមកទៀតក៏មានអ្នកខ្លះនឹងនៅតែច្រឡំទៀតថាអិសរៈប៉ុកខុននឹងអិសរៈសៀមទេតែវាមានកែវតក់អីបងស្រីគាត់អីណានឹងមានតកតងនឹងយើងមិញអញ្ចឹងគ្រាន់តែជា liaison ជាមួយនឹងយើងមិញគ្រាន់តែជាមាន affiliation ជាមួយយើងមិញតែអិសរៈប៉ុកខុននឹងវាជាអិសរៈសៀមណាទេណាហើយលោកប៊ុនច័ន្ទមុលសូម្បីតែលោកប៊ុនច័ន្ទមុលហ្នឹងគាត់រត់ចេញទៅខាងនោះក្រោយពីរួចពីគុកកោះតឡាចទៅគាត់ទៅនៅជាមួយនឹងប៉ុកខុនហ្នឹងសាច់ឈាមមាគាត់ហ្នឹងគាត់សរសេរសិភៅចរិតខ្មែរអីហ្នឹងគាត់មិនដែលទទួលស្គាល់ថាអិសរៈប៉ុកខុនហ្នឹងយួនឧបត្ថម្ភយួនគ្រប់គ្រងទេណាគាត់ក៏មិនដែលប្រើពាក្យឲ្យដឹងអំពីបកកុម្មុយនីសឥណ្ឌូចិនដែរ
ដូច្នេះសេចក្តីនៅក្នុងសិភៅចរិតខ្មែររបស់លោកប៊ុនច័ន្ទមុលសរឲ្យឃើញថាលោកប៊ុនច័ន្ទមុលអត់ដឹងរឿងនឹងទេទស្សនវិស័យរបស់លោកប៊ុនច័ន្ទមុលខ្លីមើលឃើញរាក់ទេគាត់អត់ដឹងរឿងជ្រៅជ្រះប៉ុណ្ណឹងទេឃើញទេខ្មែរយើងទៅបម្រើក្រុមនឹងហើយយើងអត់ដឹងថាក្រុមហ្នឹងក្រុមយួនរៀបចំទេតែទេណាយើងអត់ដឹងទេណាតលតែក្រោយមកយួនវាបញ្ចេញឯកសារនៅក្នុងបណ្ណាសារដ្ឋាននៃឯកសារបកកុម្មុយនីសវៀតណាមក្រោយពីយួនបានឈ្នះនៅឥណ្ឌូចិនហើយឆ្នាំ75ហ្នឹងឆ្នាំទសវត្សរ៍ឆ្នាំ90ហ្នឹងយួនវាបញ្ចេញមកច្រើនណាឲ្យដឹងអំពីការសម្ងាត់ដែលវាលាក់ទុកតាំងពីឆ្នាំ30 40 50 60និង70ទៅយើងឃើញយើងបានដឹងរឹតតែច្បាស់ថាកាលអិសរៈបុគ្គលណាត់គ្នាទៅវាយបារាំងនៅក្រុងសៀមរាបហ្នឹងវាយមិនឈ្នះមិនអីហ្នឹងមែនប៉ុន្តែដែលរត់រួចខ្លួនហ្នឹងដោយសារគុំតបានអន្តរាគមពីយុទ្ធកជនយកមិញដែលលាក់ខ្លួននៅតំបន់ហ្នឹងទេណាគុំអីហ្នឹងបារាំងបាញ់ងាប់ដូចតែងៀតចឹងណាសូម្បីនាំគ្នាទៅវាយបារាំងហ្នឹងដែលមានការអត្ថាធិប្បាយនៅក្នុងសិភៅរបស់លោកប៊ុនច័ន្ទមុលអីហ្នឹងណាទេណាហើយអំពើយងខ្នងដែលតែងតែកើតឡើងនៅក្នុងក្រុមតស៊ូខ្មែរវាមិនមែនត្រឹមតែកើតឡើងនៅក្នុងសម័យខ្មែរក្រហមឆ្នាំ70ដល់79នេះទេគឺលោកអ្នកអាចទៅអានសិភៅចរិតខ្មែរសរសេរដោយលោកប៊ុនច័ន្ទមុលហ្នឹងក៏ដឹងដែរថាខ្មែរយើងនៅក្នុងសម័យនោះក៏មានមនុស្សយងខ្នងកាប់សម្លាប់ច្រើនតែដល់ក្រោយមកបានឯករាជ្យនេះយើងស្គាល់តែដូចពុតឆាយអីណាវងសវាងដាបឈួនអីតិចតួចចំណែកមេអិសរៈដតីដែលសាហាវយងខ្នងហ្នឹងយើងអត់ចាប់ផ្លឹកទេណាហើយទស្សនៈរបស់ខ្មែរយើងហ្នឹងមានពីរដែរមួយយើងថាវាមានគេហៅថាមេអិសរៈល្អខ្ញុំបាទសិក្សាទៅវាអត់មានឃើញថាមេអិសរៈល្អនោះយ៉ាងម៉េចទេណាមានដែរមេអិសរៈដែលមិនសូវកាប់សម្លាប់ប៉ុន្តែមិនមែនមិនកាប់សម្លាប់ទេមានដែរមេអិសរៈដែលផុងខ្លួនទៅបម្រើពួកយើងមិញទៅបម្រើឬក៏ទៅធ្វើចោលនៅតាមព្រៃឯមានតែបើនិយាយអំពីអិសរៈដែលមានគោលដៅនយោបាយអីជាក់លាក់អត់មានទេហេតុដូចម្ដេចបានជាមិនមានពីព្រោះវាអត់មានក្បាលម៉ាស៊ីនអង្គការចាត់តាំងពលគឺ the Isra groups never been organized and led by proper political and armed organization ក្រុមអិសរៈសិតតែជាក្រុមដែលកើតទៅមានចំនួនតូចហើយចងបាច់ឬក៏ជួយឧបត្ថម្ភដោយចលនាបកកុម្មុយនីសឥណ្ឌូចិនជាសម្ងាត់វាឲ្យស្អីមកយើងវាអត់មានប្រាប់ថាវាត្រូវការអីទេគ្រាន់តែវាទុកយើងឲ្យនៅក្នុងតំបន់ភូមិសាស្ត្រមួយដើម្បីប្រតិបត្តិការបង្កើតអសន្តិសុខនៅលើផ្ទៃប្រទេសតែប៉ុណ្ណឹងណា
ហើយមានប្រភពមួយទៀតនិយាយអំពីគេហៅថាអសរៈបារាំងខ្ញុំសិក្សាទៅឃើញថាអត់មានអសរៈបារាំងនឹងច្រើនទេមានមួយក្រុមពីរក្រុមទេហើយមានប្រភពមួយទៀតបាននិយាយអំពីអសរៈលួងមានន័យថាលួងលោកខ្សឹបទៅពួកនឹងរត់ទៅចូលព្រៃដូចជាអត់មានទេលួងលោកមិនមានបញ្ញាដល់ប៉ុណ្ណឹងនេះនិយាយសំទោសទៅទៀតណាបើតែនិយាយទៅចេះតែខ្មែរយើងប្រកាន់ប្រកួតណាមិនចង់ដឹងការពិតប៉ុន្តែជាការពិតលួងខ្មែរលោកមិនមានបញ្ញាអីដល់ប៉ុណ្ណឹងទេណាមួយលោកក្មេងផងដល់អញ្ចឹងទៅមនុស្សនៅជុំវិញលួងហ្នឹងក៏មិនប្រកែទេសូម្បីតែសម្ដេចក្រមព្រះអីលោកមិនជាមនុស្សដែលប្រកែជាតតិឈានទៅរៀបផែនការអីចឹងទេលោកជាមនុស្សត្រង់ស្លូទៅតាមបារាំងណាហើយចំណែកបារាំងខ្លួនឯងនេះក៏ជាមនុស្សដែលមិនប្រកែរឿង psychological warfare ឬក៏ guerrilla warfare ហ្នឹងអត់សូវទេមានន័យថាមិនសូវចេះខាងសង្គ្រាមយុទ្ធសាស្ត្រអញ្ចឹងទេអញ្ចឹងហើយបានដល់ពេលយើងមិញនឹងវាខ្លាំងវាវាយបារាំងដួលនៅឌៀនបិនភូឆ្នាំ54ហ្នឹងណាវាវាយដួលដោយសារអីដោយសារបារាំងសើកមិនសូវប្រកែទេបារាំងអាងកាត់កអីចឹងទៅប៉ុន្តែ methodology នៅក្នុងការធ្វើការរបស់បារាំងក៏មិនប្រកែអញ្ចឹងពីឆ្នាំ1941កើតយកមិញមកហ្នឹងអរណសីជាតិដើម្បីអរណសីដើម្បីសេរីការជាតិខ្មែរហើយនឹងអរណសីដើម្បីសេរីការជាតិឡាវក្រុមពីរហ្នឹងមានតែឈ្មោះទេគេធ្វើกระดาษស្នាមអីមានឈ្មោះបន្តិចតួចប៉ុន្តែឲ្យមានខ្មែរនឹងចេះរៀបចំចាត់តាំងប្រតិបត្តិកិច្ចការខ្លួនឯងសូន្យទេអត់មានទេមានតែក្រុមអសរៈដែលជា loosely organized group that the Viet Minh wanted them to operate to stabilize the situation in Cambodia បន្តិចតួចមានន័យថាមាននៅក្រុមអិសរៈដែលជាចៅ500ដែលមានការចាត់តាំងទៀតនឹងប្រតិបត្តិការដើម្បីបង្កនៅអសន្តិសុខលើផ្ទៃប្រទេសក្នុងកម្ពុជានិងឡាវនឹងដើម្បីរំខានបារាំងនិងកម្លាចពួកអាជ្ញាធររបស់លួងអីបែបហ្នឹងតែឲ្យរណសិរ្សជាតិរណសិរ្សដើម្បីសេរីការជាតិខ្មែរហ្នឹងណាហើយនឹងពួកប្រទេសឡាវហ្នឹងឲ្យមានការចាត់តាំងឲ្យមាន organization ត្រឹមត្រូវមានគោលនយោបាយអីអត់ទេរបស់ហ្នឹងយួនគាត់ថាដាក់ផ្លាកទេយួនក្តាប់សភាពការកម្ពុជាខ្លួនឯងហើយខ្មែរមួយចំនួនតូចដែលយួនយកប្រើហ្នឹងយួនឲ្យចូលជាត្រៀមសមាជិកនៅក្នុងបកកុម្មុយនីសឥណ្ឌូចិនត្រៀមសមាជិកហ្នឹងមានន័យថាម៉េចគ្រាន់តែយកមកឲ្យដឹងខ្លះមិនដឹងខ្លះតែមិនចាត់តាំងមិនបំពាក់នៅគោលជំហរច្បាស់លាស់ក្នុងគោលលទ្ធិម៉ាក់លេនីនអីឲ្យខ្មែរអត់ទេពីព្រោះអ្វីពីព្រោះយួនបកកុម្មុយនីសឥណ្ឌូចិនយល់ដូចបារាំងអញ្ចឹងសាសឡាវហើយសាសខ្មែរនេះជាសាសដែលមានសតិសតាំងសង្គុយេទុនខ្សោយជាសាសដែលល្ងងខ្លៅអញ្ចឹងយួនគិតថាខ្មែរហើយឡាវនឹងជាកបីត្រូវតែដឹករហូតបើអត់ដាក់កន្លោះទេទៅមិនរួចទេណាអញ្ចឹងការបំពាក់គោលជំហរនយោបាយរបស់បកកុម្មុយនីសឥណ្ឌូចិនមកលើខ្មែរតាំងពី36មកគឺអត់មានធ្វើត្រឹមត្រូវទេអញ្ចឹងឈ្មោះ
ក្រុងខ្មែរណាក់សេហ្នឹងពី41មករហូតដល់ឆ្នាំ51ក្នុងរយៈវេលា10ឆ្នាំមានតែឈ្មោះទេយួនកាន់កាប់ទាំងអស់ណាទេណាយួនកាន់កាប់ទាំងអស់មកដល់ឆ្នាំ1945យួនក៏រៀបចំដោយឃើញថាសភាពការសង្គ្រាមលោកអីមកដល់ហ្នឹងយួនក៏រៀបចំនៅក្រុមមួយទៀតហៅថាពួកនិគមខ្មែរឥស្សរៈដែលមានស៊ីវហេងអីហ្នឹងជាមេដឹកនាំអីចឹងខ្ញុំបានសំណេះសំណាលបន្តិចបន្តួចជាមួយលោកតាស៊ីវហេងកាលនោះខ្ញុំនៅក្មេងឲ្យសួរគាត់ធំដុំមិនបានទេហើយខ្ញុំក៏គ្មានសមត្ថភាពក្នុងការយល់ដឹងផ្នែកនយោបាយគ្រាន់តែខ្ញុំស្ដាប់បងខ្ញុំគាត់ពិភាក្សាហើយខ្ញុំក៏និយាយសួរតាអញ្ចេះតាអញ្ចោះដោយសេចក្តីគោរពគាត់ចាស់ហើយគាត់ឈឺផងគាត់កើត stroke ស្លាប់កម្រើកមិនរួចណាមកជាហៀងខ្លួនដល់អញ្ចឹងទៅទោះបីយ៉ាងណាក៏ដោយតាមរយៈពូខ្ញុំតាមរយៈបងប្រុសខ្ញុំលោកតាស៊ីវហេងគាត់និយាយខ្លះគាត់មិននិយាយខ្លះគាត់ប្រាប់ថាគាត់អត់ដឹងអីគាត់អត់សូវដឹងអីដែរអាហ្នឹងធ្វើការមួយអង្គការយួនអញក៏មិនដឹងដែរគាត់និយាយអញ្ចឹងណាហើយលោកតាស៊ីវហេងហ្នឹងកណេះសង General គាត់មិនជាអ្នកចេះដឹងអីគាត់គ្រាន់តែចេះច្បាំងចេះតបព្រៃអញ្ចឹងតិចតួចគាត់អត់ដឹងអីច្រើនទេហើយគាត់គ្រាន់តែដឹងរឿងអង្គការវៀតណាមហ្នឹងគាត់ហៅអង្គការយួនហ្នឹងគឺបាក់ណាស់ដែរណាអង្គការយួនគេធ្វើចេះអង្គការយួនគេធ្វើចុះក៏អង្គការយួនគេណែនាំចេះអង្គការយួនគេបបួលខ្មែរធ្វើចេះប៉ុន្តែឲ្យគាត់មានចក្ខុវិស័យនយោបាយអីឲ្យយល់ក្នុងឋានៈគាត់ជាមេដឹកនាំនៃនិគមខ្មែរឥស្សរៈជំនាន់ហ្នឹងក៏អត់ដែរអត់ហើយរឿងអាចារ្យមានសៅងក់មិញនេះគាត់មាននិយាយខ្លះតែក៏គាត់មិនដែលចាត់ទុកថាជាដុំកពួនអីទេដែលធ្វើឲ្យខ្ញុំនឹងសន្និដ្ឋានថាសៅងក់មិញអាចារ្យមាននេះក៏ដូចជាមនុស្សកបីមួយដែលគេបាក់កន្លោះទៅឲ្យចេះដឹងអីក្នុងកិច្ចការតស៊ូមានមូលហេតុជាតិមានគោលនយោបាយឬក៏យួនវាបំពាក់នយោបាយក្នុងជួរបកកុម្មុយនីឥណ្ឌូចិនក៏អត់ដែរណាទេណានឹងខ្ញុំនឹងលើកមកនិយាយនៅពេលក្រោយថែមទៀតគ្រាន់តែចោះចូលចន្លោះបន្តិចឲ្យយល់ឆ្នាំ45ក៏រៀបចំនិគមខ្មែរឥស្សរៈទៅអ្នកប្រជុំភាគច្រើនអត់មានស៊ីវិលទេអត់សូវមានក្រហមទេច្រើនតែលោកសង្ឃហើយក៏យើងអាចដឹងបានដែរថាប្រហែលជាគេនិមន្តឆាន់ទេណាគេនិមន្តឆាន់នេះយ៉ាងម៉េចជួនកាលលោកអត់ដឹងម៉ោងទីទុយអីទេលោកអត់មានសតិអារម្មណ៍នយោបាយទេតែគេហៅលោកទៅអញ្ចឹងទៅក៏គេមុនឆាន់មុនអីទៅដឹងស្រាប់ហើយលោកសង្ឃលោកដែលថាទេគេមុនឆាន់ហើយដល់គេឆាន់nàyគេថតរូបថតអីទៅក៏លោកមិនដឹងអញ្ចឹងប្រភពយួនហ្នឹងវាអះអាងថាវាកសាងនិគមខ្មែរឥស្សរៈហ្នឹងមានការចូលរួមពីសមាជិកា200នាក់អីអានោះជា propaganda ជាការឃោសនាទេតែបើឲ្យដឹងថាកាលដែលរៀបចំ organized និគមខ្មែរឥស្សរៈឲ្យពិតជាក់លាក់ថាជាក្រុមខ្មែរឥស្សរៈអីត្រឹមត្រូវហ្នឹងខ្ញុំបាទសិក្សាទៅឃើញថាតទេស្អាតគ្រាន់តែគេបង្កើតអារូបរាងរចនាសម្ព័ន្ធមួយហ្នឹង
ជាទ្រូប្រើមួយទៀតសម្រាប់ដាក់ខ្មែរដែលកិច្ចទៅខាងកើតអញ្ចឹងយើងឃើញអិសរៈពុកខុនប្រើយួនកុម្មុយនីសខាងលិចអិសរៈស៊ីវហេងប្រើសម្រាប់យួនវាដាក់ខ្មែរទៅខាងកើតអញ្ចឹងខ្មែរណាដែលរត់ទៅកម្ពុជាក្រោមចូលអិសរៈស៊ីវហេងខ្មែរណាដែលរត់ទៅស្រុកសៀមបាត់ដំបងសៀមរាបស្វាយដង្កែវចូលអិសរៈពុកខុនខ្មែរងាកទៅណាក៏ចូលលបយួនដែរខ្មែរងាកទៅខាងណាក៏ចូលទ្រូយួនដែរឃើញទេនេះគឺជាការអនុវត្តមេគាសកម្មភាពរបស់បកកុម្មុយនីសឥណ្ឌូចិនក្នុងគោលបំណងរៀបចំសហព័ន្ធឥណ្ឌូចិនរបស់វៀតណាមដែលមានហូជីមិញជាស្ថាបត្យករមួយដ៏ឆ្នើមតែទេណាអញ្ចឹងដល់ខ្ញុំបាទអត្ថាធិប្បាយអញ្ចឹងទៅលោកអ្នកខ្លះក៏មកនិយាយទៀតដែរអាចមកតបទៀតថាឃើញយួននៅពេញអញ្ចឹងសម្គាល់ថាសម្រាប់75 79ហ្នឹងយួនវានៅពីក្រោយខ្នងអីចឹងស្រេចតែលោកអ្នកទេខ្ញុំបានអត់បខំទេចង់គិតថាមិនគិតទៅប៉ុន្តែខ្ញុំបាទយកចិត្តទុកដាក់លើអ្វីដែលខ្ញុំបាទអត្ថាធិប្បាយជូនលោកអ្នកជាទីស្រឡាញ់ដោយខ្ញុំបាទមាននៅចក្ខុវិស័យមួយមើលឃើញពីព្រោះខ្ញុំបាទមើលឃើញទស្សនវិជ្ជារួមទៅហើយដែលមកនិយាយនេះមើលឃើញទស្សនវិជ្ជារួមសិក្សាទស្សនវិជ្ជារួមរួចហើយណាខ្ញុំបាទសិក្សាអំពីខ្មែរក្រហមហ្នឹងតែប្រហែលឆ្នាំទេរឿងខ្មែររឿងរបបខ្មែរក្រហមប៉ុន្តែ the entire history of the Cambodian communists 30 ឆ្នាំហើយដែលពិចារណាដែលយកចិត្តទុកដាក់មើលហើយមើលទៀតនៅក្នុង scientific term គឺថា re-evaluate my knowledge and my understanding គឺថាវាតម្លៃសារជាថ្មីម្ដងហើយម្ដងទៀតខ្លាចដើម្បីរកកំហុសខ្លួនឯងខ្លាចលោកវាខ្វះមិនយល់ពីសភាពការពីទស្សនវិជ្ជារួមដែលចង់ដឹងថាតើយួនបានធ្វើអ្វីខ្លះល្អឬអាក្រក់ចំពោះកម្ពុជាចំពោះឡាវប៉ុន្តែឡាវរឿងគេខ្ញុំបាទមិនលើកមកនិយាយច្រើនអញ្ចឹងសូមអរគុណហើយនឹងសូមជូនទៅកាន់คลิปភាគក្រោយបន្តទៅទៀតគឺភាគទី5សូមអរគុណ